ជំរាបសួរពុកម៉ែបងប្អូនខានចេញវីដេអូធ្វើម្ហូបជូនបងប្អូនពុកម៉ែមើលកំសាន្តថ្ងៃនេះនាងខ្ញុំធ្វើស៊ុបចានាងខ្ញុំមានកៅអៅឈូកចាមានកន្លះគីឡូហើយនឹងមានបន្លែដែលយើងអាចធ្វើជាសម្លស៊ុបកៅអៅឈូកដូច្នេះនាងខ្ញុំក៏នឹកឃើញថាក៏រៀបធ្វើស៊ុបកៅអៅឈូកតែម្ដងទៅដោយសារតែកៅអៅឈូកហ្នឹងល្អពេកមិនងាយមានទេបងប្អូនទៅផ្សារយូរមិនឃើញមានម្ដងហើយកៅអៅឈូកខ្មែរយើងរសជាតិឆ្ងាញ់ណាស់ហើយកមួតបងប្អូនស្ងោស៊ុបស្ងោអីហ្នឹងគឺត្រូវតែម្ដងបងប្អូនមួយចំនួនប្រហែលជាឆ្ងល់ទេថាផ្ទះនេះចូលចិត្តញ៉ាំស៊ុបម្លេះមូលហេតុដែលចូលចិត្តញ៉ាំស៊ុបបងប្អូនដោយសារតែគឺការហូបស៊ុបជួយដល់សុខភាពបងប្អូនផងដែរចាដូចបងប្អូនខ្លះដែលខ្វះជាតិទឹកឬមួយក៏មិនសូវចូលចិត្តហូបបន្លែហូបអីហ្នឹងបងប្អូនហូបប្រភេទជាអញ្ចឹងទៅដើម្បីឲ្យសុខភាពយើងល្អដែលមានបន្លែចម្រុះយើងដាក់នៅក្នុងទឹកស៊ុបរបស់យើងចាហើយមិនមែនថាអត់មានជាតិសាច់ទេមានជាតិសាច់នៅក្នុងនឹងស្រេចផងដែរប៉ុន្តែបន្លែប្រការមួយចំនួនដូចផ្ទះនាងខ្ញុំកូនអត់សូវចូលចិត្តហូបទេអញ្ចឹងហើយពេលធ្វើស៊ុបគាត់ហូបគ្រប់មុខតែម្ដងអញ្ចឹងយើងសម្រេចថាក៏ធ្វើស៊ុបទៅដើម្បីឲ្យកូនបានញ៉ាំបន្លែផងអីផងដូច្នេះអញ្ជើញបងប្អូនទៅចូលរួមទស្សនាការធ្វើស៊ុបទាំងអស់គ្នាចារបៀបនៃការធ្វើស៊ុបនៅផ្ទះខ្ញុំគឺមិនមានក្បួនខ្នាតទេច្បាស់លាស់ទេបងប្អូនដោយសារធ្លាប់ធ្វើស៊ុបគោឬក៏ស៊ុបពងទាកូនស៊ុបអីផ្សេងចាដូច្នេះហើយក៏ប្រើប្រាស់គ្រឿងផ្សំគឺប្រហាក់ប្រហែលគ្នាហើយមេផ្ទះមួយចំនួនគឺប្រើគ្រឿងផ្សំដូចតែគ្នាទេបងប្អូនមិនមានអីជាខុសគ្នាអីទាំងណាទេលើកលែងតែបងប្អូនមួយចំនួនគាត់មានគ្រឿងឈ្ងុយបន្ថែមរសជាតិថែមអញ្ចឹងណាបងប្អូនចាឥឡូវការធ្វើរបស់នាងខ្ញុំងាយហើយសាមញ្ញបំផុតគ្រឿងផ្សំរបស់យើងថ្ងៃនេះគឺមានក្រអៅឈូកចំនួនកន្លះគីឡូនេះខ្ញុំលាយជាមួយនឹងពោតមួយផ្លែចាពោតនេះគឺជាពោតក្រហមបើសិនជាបងប្អូនចូលចិត្តពោតត្នោតក៏បងប្អូនដាក់រសជាតិពោតត្នោតទៅតែសម្រាប់រសជាតិទឹកស៊ុបបើសិនបងប្អូនប្រើរសជាតិជាមួយនឹងពោតត្នោតគឺវារៀងអត់សូវឆ្ងាញ់ដូចជាពោតក្រហមហ្នឹងទេហើយនេះខ្ញុំមានប្រូកូលីចំនួន1ហើយនឹងត្រាវចំនួន2មើមផងដែរបងប្អូនចំណែកឯផ្នែកសាច់គឺនេះខ្ញុំមានឆ្អឹងជំនីជ្រូកចំនួន1គីឡូហើយបងប្អូនអាចស្ងោរលាយជាមួយនឹងឆ្អឹងមាន់ឆ្អឹងអីដែលគេលក់នៅផ្សារគេយកសាច់ចេញអស់ខ្លះអញ្ចឹងនាងខ្ញុំទិញចំនួន2ចាចំនួន2ក្រុមឆ្អឹងហើយនាងខ្ញុំយកមកដាក់ស្ងោរដើម្បីឲ្យคล้ายទៅជាទឹកស៊ុបយើងរំងាស់នៅក្នុងឆ្នាំងផ្សេងនៅពេលដែលឆ្អិនហើយពេលដែលស៊ុបយើងចាប់ដើមឆ្អិនហើយគឺយើងយកទឹកហ្នឹងត្រងចេញឲ្យថ្លាហើយបងប្អូនយកមកស្ងោរធ្វើជាទឹកស៊ុបតែម្ដងពេលស្ងោរឆ្អឹងមាន់បងប្អូនអាចដាក់ថែមគ្រឿងដែលបងប្អូនចូលចិត្តដូចជាស្ករអំបិលប៊ីចេងអីទីទួយផងក៏បានដែរប៉ុន្តែបងប្អូនបើសិនជាដាក់ស្ករអំបិលប៊ីចេងនឹងវាធ្វើឲ្យរសជាតិរបស់យើងឆ្ងាញ់ហើយក៏ប៉ុន្តែទឹកស៊ុបអត់បានថ្លាល្អទេអញ្ចឹងការស្ងោរអាស្រ័យទៅលើបងប្អូនចង់ថែមថយរសជាតិខ្លះចូលក្នុងនឹងហើយក៏បានដែរសម្រាប់នាងខ្ញុំគឺយកស្ងោរធម្មតានៅពេលដែលយើងដាក់ចូលក្នុងស៊ុបទើបយើងថែមរសជាតិឲ្យគ្រប់គ្រឿងតែម្ដងដំបូងឡើយនេះបងប្អូនបានឃើញនៅក្នុងវីដេអូនេះស្រេចអញ្ចឹងគឺនាងខ្ញុំយកបន្លែមកហាន់ចាបកសម្បកវាឲ្យស្អាតហើយលាងទឹកទៅចាមានដូចជាឆ្អឹងជ្រូកឆ្អឹងអីហ្នឹងហើយបងប្អូនយកខ្ទឹមយកអីមកហាន់ទុកសម្រាប់បង់នៅពេលឆ្អិនចានេះគឺជាទស្សនវិជ្ជាតែម្ដងចានាងខ្ញុំបន្ទាប់ពីលាងស្អាតហើយនាងខ្ញុំយកមកចាត់ឲ្យហើយចាគ្រឿងនេះគឺនាងខ្ញុំដាក់ស្ងោរឆ្អឹងមុនបដាគឺនាងខ្ញុំយកបន្លែយកអីមកហាន់បដាស្ងោរបដាកុំឲ្យខាតជើងចាឥឡូវយើងចាប់ដើមយកគ្រឿងរបស់យើងមកដាក់រំលីងចានាងខ្ញុំមុននឹងដាក់ទឹកដាំជាទឹកស៊ុបហ្នឹងគឺនាងខ្ញុំយកខ្ទឹមយកអីមកលីងជាមួយនឹងសាច់ឲ្យបានឈ្ងុយសិនចាបន្ទាប់ពីសាច់ហ្នឹងបានឈ្ងុយល្អហើយមកអូនចាក់ឆ្អឹងជំនីចូលយើងលីងរហូតដល់ក្លិនវាឡើងឈ្ងុយសព្វសាច់តែម្ដងចាំយើងដាក់ទឹកស៊ុបរបស់យើងចូលហើយរំងាស់ចឹងទៅឥឡូវនេះគឺនាងខ្ញុំដាក់ហើយក៏លីងឲ្យឡើងស្ងួតល្អចានៅពេលដែលលីងបានស្ងួតល្អហើយទៅក្លិនវាចូលជាតិសំទោសចូលក្លិនឈ្ងុយល្អនៅពេលនេះផងដែរក៏យើងចាក់ទឹកស៊ុបដែលយើងបានរំងាស់ទុកនឹងគឺចូលក្នុងឆ្នាំងទាំងអស់តែម្ដងចាហើយយើងក៏បន្តដាក់រំងាស់បន្តអូចានៅពេលដែលពុះហើយបងប្អូនកុំឲ្យបងប្អូនដាក់ភ្លើងខ្លាំងពេកឲ្យពុះហើយបងប្អូនដាក់ភ្លើងអុយមុំបានហើយដើម្បីដាក់ឲ្យឆ្អឹងស៊ុបរបស់យើងហ្នឹងពីអត់បាច់ពពុះទេបើសិនបងប្អូនដាក់ខ្លាំងពេកឃើញថាចង់ទៅលក្ខណៈឆេះហ្នឹងនេះគឺឆេះមែនតែបងប្អូនមិនមែនឆេះទេគឺឆេះម្ដងលីងឲ្យដាច់ទឹកសិនតមកទៀតយើងយកគ្រឿងរបស់យើងមកដាក់ពីវែកពីកញ្ញោខ្លួនចូលរហូតដល់ដាច់ទឹកលីងឲ្យដាច់ទឹកទៅវាអត់ក្លិនឆ្អាបហើយដាក់គ្រឿងទៅហ៊ានដាក់គ្រឿងឥឡូវខ្លាញ់នេះម្ដងយើងលាងស្អាតតែនេះផងជ្រូកនៅតែមានក្លិនព្រមអ្នកអត់ទៅបានលាងច្បាច់ជាងទៀតចាំបានទឹកគាត់នេះបន្តទៀត
ទឹកដែលយើងលាងហើយមានអំបិលរ៉ូឌីបេសងទឹកត្រីទឹកស៊ីអ៊ីវចឹងដាក់ចូលទៅចំនួន2វែកនេះគឺស្មើនឹងកាក់លាងស្ករស1វាបាយទឹកប្រេងសង1ស្លាបព្រាបាយពេញស្ករចាស់នេះច្រឡំអំបិលមកចុងស្លាបព្រាកាហ្វេតែរ៉ូឌីនេះបងប្អូនដាក់ទៅច្រើនតាមចំណង់ចំណូលចិត្តតែគ្រឿងដែលបានលាយទុកហើយនេះគឺមានគ្រឿងផ្សំបែបហ្នឹងហើយនឹងមានលាយជាមួយនឹងទឹកប្រេងម៉ូផងដែរហើយនៅពេលនេះគឺយើងកូរបានស្ងួតល្អហើយនេះខ្ញុំដាក់ទឹកស៊ុបចូលទៅក្នុងឆ្នាំងឲ្យអស់តែម្ដងចាហើយក៏បើកភ្លើងចាំឲ្យពុះបន្តិចចាមុននឹងពេលពុះហ្នឹងនេះខ្ញុំមក highlight មើលជូនបងប្អូនតិចបងប្អូនឃើញថាវែកមួយនេះស្អាតទេបងប្អូននេះខ្ញុំនៅពីក្មេងគឺអ្នកផ្ទះប្រើតែវែកបែបហ្នឹងឯងគេហៅវែកត្រឡោកនេះគឺធ្វើអំពីត្រឡោកដូងណាបងប្អូនបាក់ធ្វើដែរណាហើយសម័យមុនមិនមែនធ្វើតែអញ្ចេះទេសម័យមុនគឺមានលួសមានអីចងនឹងអាដែកកន្លែងនោះគេមានដែកបន្តិចហើយខ្ញុំភ្លេចបាត់ហើយថាវាមិនប៉ុន្តែអត់មានដីកូនអញ្ចេះទេគឺគេមានខ្សែលួសនោះគេចងគាត់ពីមុខទៅក្រោយហើយស្អាតណាស់ប្រើបានយូរបងប្អូននិយាយភ័យរឿងបាក់អីទេបានយូរប្រហែលគ្នាទៅនឹងប្រើវែកដែកដែរហ្នឹងណាតែសមិទ្ធផលនេះរំធ្វើបានមួយយូរណាប៉ុន្តែពេលដែលយកមកលក់បានថោកពូនោះលក់ឲ្យបានមួយតែ 3-4 ពាន់ហ្នឹងហើយ 3-4 ពាន់ហ្នឹងគឺគាត់ដើរនឹងមិនមែនចិត្តទេណាធ្វើនៅអីប៉ណេតព្រះហើយយកមកលក់ហ្នឹងក៏មានហើយពូដែលខ្ញុំទិញនេះគឺធ្វើនៅម្ដុំបដាក់ទេហើយគាត់យកបោះបងប្អូនអ្នកជិតខាងមកលក់ខ្លះទៅគាត់ធ្វើខ្លួនឯងខ្លះទៅតែខ្ញុំស្រឡាញ់ខ្ញុំទិញ2ហើយខ្ញុំសួរគាត់រកវេឆាគាត់ថាចាំពេលវគ្គក្រោយប៉ុន្តែគាត់អត់មានលេខទូរស័ព្ទមិនដឹងថាតាក់ទងគាត់តាមណាបើសិនជាទៅផ្សារលើក្រោយជួបហ្នឹងប្រហែលជាណាត់គាត់ឲ្យទេមកយើងវិញដោយសារខ្ញុំចង់ជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកយើងឲ្យបងប្អូនគាត់បានយកទៅប្រើប្រាស់ដោយសារតែគាត់ធ្វើស្អាតណាអញ្ចឹងចង់ជួយប្រម៉ូទឲ្យលក់គាត់ព្រោះអីឃើញគាត់អាណិតណាហើយលក់1 4 5ពាន់ហ្នឹងចេះញ៉ាំគាត់លេងតែបងប្អូនທາງ 3000 បានទេ 3000 លក់ដែរដល់ពេលឲ្យខ្ញុំទិញ2ទៅក៏ខ្ញុំជូនលុយគាត់ 5000 តាមតម្លៃលក់ដំបូងព្រោះអីមើលទៅអ្នកធ្វើមិនស្រួលទេហើយអ្នកខ្លះទៅគាត់ចេះចង់បានថោកប៉ុន្តែបងប្អូនណាជឿខ្ញុំមកទៅបើបងប្អូនធ្វើខ្លួនឯងនឹងមិនថ្ងៃធ្វើឲ្យទៅបងប្អូនយើងជួយគ្រប់ត្រូលទៅដូចថាគាត់មានផលិតផលមកលក់ឲ្យយើងជួយប្រម៉ូទផ្សព្វផ្សាយទៅសម្រាប់អ្នកណាដែលគាត់ចង់បានរបស់ប្រើស្រាច់ហើយអ្នកដែលចេះធ្វើក៏បងប្អូនធ្វើខ្លួនឯងប្រើទៅក៏ប៉ុន្តែបើសិនជាបងប្អូនយកពេលទៅធ្វើក៏វាអស់លុយច្រើនជាងបងប្អូនទិញគាត់មកធ្វើដោយសារគាត់ធ្វើតែនឹងសម្រាប់លក់អញ្ចឹងវាធូរថ្លៃជាងអញ្ចឹងបងប្អូនតឥឡូវបបាយអារម្មណ៍មកមើលស៊ុបរបស់យើងម្ដងឥឡូវគឺពុះហើយគឺយើងបានចាក់ជាមួយនឹងកៅអៅឈូកយើងចូលមុនគេព្រោះកៅអៅឈូកគឺងាយទេងាយផុយទេហើយបងប្អូនត្រូវការស្ងោររៀងយូរបន្តិចដើម្បីឲ្យកៅអៅឈូកទាំងអស់នេះគឺផុយឲ្យទាន់បានល្អនៅពេលដែលបងប្អូនភាសាទៅគឺវាកមួតជាប់ជើងថ្មិញយើងតែម្ដងចាអញ្ចឹងនេះខ្ញុំបានរងាស់វាទុកផាយជាមួយស្ទុះដែរឥឡូវវារបៀបថាវាចិត្តផុយហីអញ្ចឹងយើងដាក់របស់ដែលយើងចិត្តបន្តទៀតហ្នឹងដាក់ចូលទៅមានអារម្មណ៍ថាខ្ញុំដាក់ត្រាវរៀងលឿនពេកបងប្អូនអញ្ចឹងដល់ពេលតែយើងចាប់ដើមហូបទៅត្រាវនឹងវាបែកវារៀងលលួយអញ្ចឹងវាទៅជាខាប់ទឹកស្លោដែរប៉ុន្តែរសជាតិពេលដែលចេញពីត្រាវតិចមកវាឆ្ងាញ់វាកាន់តែឆ្ងាញ់តែបើសិនបងប្អូនអត់ចង់ឲ្យវាបែកលឿនបងប្អូនយកទៅចៀនបន្តិចតែខ្ញុំអត់បានចៀនទេដោយសារខ្ញុំភ្លេចនឹកឃើញថាចៀនទៅកាន់តែឈ្ងុយអញ្ចឹងណាអញ្ចឹងក៏ដាក់លាតអញ្ចឹងទៅហ្មងតាចាបងប្អូនបើសិនជាធ្វើភេទដូចជាស៊ុបសម្រាប់បងប្អូនហូបព្រឹកល្ងាចបងប្អូនគួរចៀនចាតែបើសិនបងប្អូនគិតថាមួយឆ្នាំហ្នឹងបងប្អូនហូបតែមួយផ្លែតទាំងអស់គឺមិនចៀនទេចំណែកចៀនហ្នឹងគឺជួយមួយទៀតគឺបង្កើនក្លិននិងរសជាតិចាប្រើចៀននិងត្រូវអត់ចៀនគឺរសជាតិខុសពីគ្នាណាបងប្អូនពេលនេះយើងកូរវាបន្តិចទៅដោយសារតែដាក់ទៅដូចណែនឆ្នាំងពេកចាពេលយើងកូរហើយបានមកស្ទុះទៅពេលយើងមើលទៅថាវារៀងពុះបានល្អហើយបងប្អូនភ្លក់ជាលើកចុងក្រោយបើសិនភ្លក់ទៅឆ្ងាញ់ហើយបាច់ថែមថយអីច្រើនទេហើយស៊ុបប្រភេទនេះបងប្អូនបាច់យករៀងរសជាតិដិតពេកទេដោយសារតែយើងហូបជាមួយបាយមែនប៉ុន្តែយើងត្រូវការឲ្យវារៀងសាព្រោះអីសុខភាពរបស់យើងកុំទទួលទានរៀងប្រៃពេកផ្អែមពេកអីវានាំឲ្យសុខភាពរបស់យើងនឹងវាមានបញ្ហានៅថ្ងៃអនាគតផងដែរចានាងខ្ញុំពីក្មេងចូលចិត្តរៀងរសជាតិដិតចារៀងផ្អែមប្រៃខ្លាំងប៉ុន្តែត្រូវតែទទួលស្គាល់ការពិតថាលើមិនមែនក្មេងនិមន្តទៀតទេបងប្អូនហូបចុកអីក៏ដោយយើងត្រូវតែតមចារសជាតិកុំឲ្យរៀងដិតពេកដូចជាមុនអញ្ចឹងពីក្មេងដាក់មកឆ្ងាញ់ឆ្អែតអស់ចិត្តហើយចាឥឡូវដល់វគ្គកូនក្មេងកូនរបស់យើងគឺគាត់ចូលចិត្តរសជាតិរៀងដិតដែរប៉ុន្តែដោយសារតែយើងស្លរៀងធូររៀងស្រាលអីចឹងទៅហើយគាត់ក៏ហូបទៅតាមនឹងដូចយើងដែរចុងភៅតជើងនេះចំណូលចិត្តតែម្ដងទៅលក្ខណៈឲ្យចុងភៅតជើងណាបងប្អូនណាហេឡូតបាយមកបន្តិចបាទ
to chơi một cái hạt vậy tao chơi hạ viên nhiệm một té vậy thế này cha Eleni sầm lò là bao nhiêu con phục bàn ó hay khai tâm tịnh đài phun nhưng trong vô mà tụi bạn tịnh san chiết min là làm thành ngắn hay phải tham y tế là mồm hết không con bởi trong tham cái tức tây là bởi ngồi cha tâm hết đây này khi to một tục được làm tí tiếp ở đôi chỉ cần tại ngay bàn lộ trong nít cha hơi nắng dương đã bật lại sầm rạch bao dương trời cha bật lại bao dương đại sầm rạch nó cứ miếng đôi chứ cà phê broccoli bông ổn đôi dương màu bánh thay cái đường sầm rạch cha đã pi là pi mà chui ok dương bánh thay thực tray cho một tích hơi bông ổn ai đã broccoli hãy đũa vô từ nhằm bàn đó chà ta dương anh nơi bẩn to một thịt bán là mong ôn và xin chỉ bông ôn trong bàn cái áo chụp khôi trứng đấy dương bẩn to một từ bàn tay đi xem bật lương này để xa vì là mổ mày 250 tiết ở trên này em nó cứ vì bẩn to cái đai là hô đai là nghỉ nó hoàn chân đến trong bật lương men bàn tay sang viên miền cổng đá đi trên này hai viên nâng phơi bẩn to tiến hai trà lên đi khởi như một ôn hơi khăn hơi video lời miền khéo đua vô từ nhà hơi tập bóng ổn chơi từ cho luôn đi xa tiền ngọc ní ná bye bye bóng ổn ca chậm ăn được bao dương có bàn đó thì mình chọc hai lấy dương đã broccoli cho chia cạch bằng hai bẩn to mà tiết dương đua vô từ nhà trà broccoli ní dương ở tơ ca đã môn tê bóng ổn mình cho bây giờ lưới để sai dương tơ ca ở nơi miền phần lưới po bể tòng chẳng á chẳng bóng ổn còn đã hơi bóng ổn giờ đua vô mà bò đi phô từ vì ăn cho mỗi lần tật đại dương năng anh chà hãy lấy đua vô từ nhắm và to mà tiết dương anh nhầm cho mỗi lần tật salon này mỗi lần bật chọc các bạn mong ôn bật xa cho mỗi lần mi sọc các bạn mi và phết mi là pơ mi ấy chẳng á mong ôn rừng mới có hộp cho mỗi bài các bạn này để gì ở trong tới cứ xúc mà và phết ní cứ ớt miên và căn văn nãy thế thao hộp cho mỗi mi cho mỗi cả tiêu có cho mỗi bài ấy chẳng á mong ôn hộp bàn tạm cả chỗ chặt chẳng tao mong ôn từ choរួមhạt ngay trong cho mỗi niềng nhóm trà cho trong một chóp ní niềng nhóm xong con mong ôn được ở đây để ban choរួមtia sná hai nâng chui cho ở bệ đường ao niềng nhóm trà hai nâng chun po mong ôn được ở đây chụp tay sực đây sọc sọc sờ bài tiền ở đây chụp liệp lia